នៅឆ្នាំ1986មន្ទីរពេទ្យមួយបានទូរស័ព្ទទៅកងទ័ពអាកាសដោយមានសំណើចាំបាច់បន្ទាន់មួយគឺការបដូរបេះដូងទៅដល់អ្នកជំងឺម្នាក់ដោយមានរយៈពេលយ៉ាងយូរបំផុតត្រឹមតែ4ម៉ោងប៉ុណ្ណោះប៉ុន្តែការដឹកជញ្ជូនលឿនបំផុតយ៉ាងហោចក៏ត្រូវចំណាយពេល3ម៉ោងកន្លះដែលបង្កគ្រោះថ្នាក់ដល់សរីរាង្គនោះយន្តហោះតែមួយគត់ដែលអាចបំបែកកំណត់ត្រាពិភពលោកបានគឺយន្តហោះទម្លាក់គ្រាប់បែកល្បឿនលឿនជាងសម្លេងរបស់កងទ័ពអាកាសហើយកងទ័ពអាកាសត្រូវបានកោះហៅពីព្រោះគ្មានមធ្យោបាយធ្វើដំណើរផ្សេងទៀតទេសូម្បីតែយន្តហោះឯកជនមួយគ្រឿងអាចធ្វើដំណើរចម្ងាយ1400ម៉ៃទៅកាន់រដ្ឋ Connecticut ក្នុងពេលវេលាណាមួយប៉ុណ្ណោះយន្តហោះដែលត្រូវបានជ្រើសរើសគឺ FB-111 Artwork ដែលជាយន្តហោះទម្លាក់គ្រាប់បែកដែលត្រូវបានរចនាឡើងដើម្បីហោះហើរទាបនិងលឿននៅលើទឹកដីសត្រូវនិងទម្លាក់គ្រាប់បែកនុយក្លេអ៊ែរពេលវេលានោះគឺចំថ្ងៃបុណ្យនៃក្តីស្រឡាញ់ឆ្នាំ1986បេសកកម្មរបស់វាគឺការជួយសង្គ្រោះជីវិតមនុស្សអ្នកនាំពាក្យរបស់មន្ទីរពេទ្យបានបញ្យល់ថាបេះដូងអាចរស់បានត្រឹមតែ4ម៉ោងប៉ុណ្ណោះនៅខាងក្រៅរាងកាយយន្តហោះទម្លាក់គ្រាប់បែកត្រូវហោះហើរក្នុងល្បឿន700ម៉ៃឬស្មើនឹង1130គីឡូម៉ែត្រក្នុង1ម៉ោងដែលមិនឆ្ងាយពីល្បឿនសំឡេងប៉ុន្មានទេហើយត្រូវការចាក់ប្រេងនៅពាក់កណ្ដាលការហោះហើរពីយន្តហោះដឹកប្រេងដើម្បីរក្សាល្បឿនមួយនេះយន្តហោះនេះបានចាក់ចេញពីរដ្ឋអូក្លាហូម៉ានៅម៉ោង3ព្រឹកដោយហោះហើរលើផ្លូវចម្ងាយ1400ម៉ៃទៅកាន់អាកាសយានដ្ឋានក្នុងរដ្ឋ Connecticut ពួកគេបានមកដល់នៅម៉ោងប្រហែល5ព្រឹកដោយបានបញ្ចប់បេសកកម្មក្នុងរយៈពេលដ៏ខ្លីត្រឹមតែ2ម៉ោងប៉ុណ្ណោះពេលវេលាហោះហើរ2ម៉ោងមានន័យថា FB-111 បានបង្កើតពេលវេលាមុនកំណត់ដ៏ចាំបាច់ដោយជោគជ័យហើយការវាយកាត់នោះទទួលបានជោគជ័យផងដែរ